ព្រះមុខលៀនសួរថានាងរងរឿងកន្លងពួកទេវតាដោយសេរីផងដោយសម្បល់ផងដោយយុះផងដោយដៃជះផងដោយជាព្រះច័ន្ទនិងព្រះអាទិត្យញ៉ាំងផែនដីព្រមទាំងទេវលោកឲ្យភ្លឺរុងរឿងឬដោយជាព្រំរុងរឿងកន្លងពួកទេវតាក្នុងជាន់ត្រៃត្រឹងព្រមទាំងព្រះឥន្ទមនាលទេវតាអ្នកទ្រទ្រង់កម្រងផ្កាអបលមានភូមិផ្កាសម្រាប់ប្រដាប់ក្បាលមានសម្បល់ស្បែកភ្លឺដូចមាសតាក់តែងគ្រឿងអលង្ការទ្រទ្រង់សម្ពុតដ៏ឧត្តមអាត្មាសូមសួរនាងមនាលទេវតាល្អស្រស់នាងជាអ្វីមកថ្វាយបង្គំអាត្មានាងបានសន្សំទានល្អហើយឬក៏នាងបានសង្រួមក្នុងសិលបានមកកើតក្នុងសុគតិជាស្ត្រីមានយសតើដោយហេតុដោយម្ដេចមនាលទេវតាអាត្មាសួរហើយនាងចូលប្រាប់នេះជាផលនៃកម្មអ្វីទេវតាឆ្លើយថាបបិទ្ធប្រធេរៈដ៏ចម្រើនរឿងនេះលោកម្ចាស់ជ្រាបស្រាប់ហើយលោកម្ចាស់បានចូលទៅកាន់ផ្ទះរបស់ខ្ញុំដើម្បីបណ្ឌបាតក្នុងស្រុកឯណោះគ្រានោះខ្ញុំមានចិត្តជ្រះថ្លាបានប្រគេនអំពៅមួយកំណាត់ដល់លោកម្ចាស់ដោយបិតិថ្លឹងមិនបានលូកកាលខាងក្រោយមកម្ដាយក្មេកបានសួរដេញដោលខ្ញុំថាមនាលមេនាងបំផ្លាញអំពៅទៅណាខ្ញុំឆ្លើយថាខ្ញុំមិនបានចោលទេមិនបានស៊ីទេខ្ញុំបានប្រគេនដល់ភិក្ខុអ្នកមានចិត្តស្ងប់ដោយខ្លួនឯងម្ដាយក្មេកក៏ប្រតិចផ្ដាសាខ្ញុំថាហងឯងឬអញជាធំក្នុងផ្ទះនេះហើយក៏យកដុំដីប្រហារខ្ញុំធ្វើមរណកាលសុទ្ធចាមនុស្សលោកនោះបានមកកើតជាទេវតាកុសលកម្មលោកឯងដែលខ្ញុំបានធ្វើហើយខ្ញុំក៏បានទទួលផលនៃកម្មជាសុខដោយខ្លួនឯងបានញ៉ាំងស្ត្រីឲ្យបម្រើជាមួយនឹងទេវតាទាំងឡាយខ្ញុំរមែងរីករាយដោយកម្មគុណទាំង5កុសលកម្មលោកឯងដែលខ្ញុំបានធ្វើហើយខ្ញុំក៏បានទទួលផលនៃកម្មជាសុខដោយខ្លួនឯងព្រះឥន្ទជាធំជាងទេវតាបានគ្រប់គ្រងហើយពួកទេវតាជាន់ត្រៃត្រឹងក៏បានរសាហើយដែរស្កប់ស្កល់ដោយកាមគុណ5ផលបុណ្យប្រកបដូច្នេះមិនមែនតិចតួចឡើយឧច្ឆោតខេណាទានការឲ្យអំពៅរបស់ខ្ញុំជាទានមានផលច្រើនខ្ញុំបានញ៉ាំងស្ត្រីឲ្យបម្រើជាមួយនឹងទេវតាទាំងឡាយខ្ញុំរមែងរីករាយដោយកាមគុណ5ផលបុណ្យប្រកបដូច្នេះមិនមែនតិចតួចឡើយឧច្ឆោតខេណាទានរបស់ខ្ញុំមានដីជះច្រើនព្រះឥន្ទជាធំជាងទេវតាបានគ្រប់គ្រងហើយពួកទេវតាជាន់ត្រៃត្រឹងក៏បានរសាហើយដែរដូចជាព្រះសហាសនេតក្នុងព្រៃនន្តវ័នបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំបានទៅថ្វាយបង្គំលោកម្ចាស់ជាអ្នកចេះដឹងជាអ្នកអនុគ្រោះលោកម្ចាស់បានសួរនៅកុសលចំពោះខ្ញុំលំដាប់នោះខ្ញុំមានចិត្តជ្រះថ្លាបានប្រគេនអំពៅមួយកំណាត់ដល់លោកម្ចាស់ដោយបិតិថ្លឹងមិនបានចប់ឧច្ឆោវិមាន